ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូកន្លងមកហើយសូមស្វាគមន៍មកកាន់ Channel វាសនាសេលសាជាថ្មីម្ដងទៀតនៅថ្ងៃនេះនាងខ្ញុំមករៀបរាប់អំពីវិធីសាស្ត្រនិងtechnique មួយចំនួនដែលធ្វើឲ្យសម្លស្ងោរតឡែករបស់យើងបងប្អូនគឺវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយយើងញ៉ាំហើយយើងចង់ញ៉ាំស្ងោរតឡែកនឹងទៀតចាហើយបងប្អូនតម្រាំតែគិតឃើញចេញស្ងោរតឡែកហ្នឹងគឺថាពីអ្នកបងប្អូនព្រលឹមឡើងគឺថាតិចទៅតែរឿងញ៉ាំនឹងឯងតើបាននេះនៅនឹងយើងធ្វើអីនេះព្រោះក្នុងទូមានតឡាចណាតឡាច2លងបារាំងមួយកណាត់ហើយក្រត់មួយកណាត់ស្ងោរតែវាតើទិញតឡាចថែមយើងដាក់ផ្សិតលាយផ្សិតក្រៀមតិចទិញមួយខាំហ្នឹងទិញតែកន្លះខាំហ្នឹងហេនេះមួយខាំច្រើនចាពេញមកចាកន្លះឲ្យបកាជាហឺតិចមកទៅគេហឺបងទៀតអញថ្ងៃខ្វល់រឿងស៊ីចាបងប្អូនហ្នឹងហើយដល់ពេលទៅជែកមួយបងប្អូនហើយពីអ្នកបងប្អូនហ្នឹងគឺថាឥឡូវមកឡើងម៉ូតូធ្វើដំណើរទៅផ្សារបងប្អូនមើលរៀងហើយមុនទៅដល់ផ្សារហ្នឹងពីអ្នកម៉ែកូនហ្នឹងចុះមកញ៉ាំបាយនៅហាងរាវតាមានបាយស្រូបបាយឆាសាច់មាន់បាយឆាក្តៅគេហ្នឹងចាគឺថាមួយចានញ៉ាំពីអ្នកបងប្អូនខ្ញុំចាប់ពីកូនតែបន្តិចទេហ្នឹងហើយយើងញ៉ាំហើយបានជាបន្តដំណើរទៅមុខទៀតធ្វើដំណើរថ្ងៃនេះពួកខ្ញុំធ្វើដំណើរទៅសាកដាលបងប្អូនថ្ងៃហ្នឹងជិះទៅបានឆ្ងាយចាបងប្អូនទៅសាកដាលហ្នឹងបំណងដំបូងគិតថាយើងគិតថាបងទៅសាកដាដើម្បីទៅទិញផ្អកមួយដែលគេលក់ផ្អកហ្នឹងណាចាបានយើងត្រូវទៅសាកដាលបើថាតឡាចយើងមកត្រឹមសាកັບគោបានទេតែឥឡូវមកដល់សាកដាលបងប្អូនយើងថតទស្សនភាពសាកដាលជូនបងប្អូនទស្សនាអ្នកដែលធ្លាប់នៅម្ដុំសាកដាលផ្ញើជូនទស្សនាដោយក្តីរីករាយទាំងអស់គ្នានេះរំលឹកអនុស្សាវរីយ៍អ្នកធ្លាប់នៅផ្ទះម្ដុំសាកដាលបងប្អូនចាហើយបំណងគោដៅមកថ្ងៃនេះហ្នឹងគឺទិញតឡាចហ្នឹងហើយឥឡូវមកដល់កន្លែងលក់បន្លែបងប្អូនតឡាចគាត់លក់ធូរថ្លៃដែរ1គីឡូតែ 3000 ឯងបងប្អូនហើយតឡាចឡើងខ្ចីល្អមែនតើនៅថែមស្លឹកខ្ទឹមថែមអីឲ្យទៀតហើយនេះមួយខាងស្ដាំដៃហ្នឹងគឺគាត់លក់ផ្អកឆ្ងាញ់ណាបងប្អូនផ្អកគាត់ឆ្ងាញ់មែនតើថ្ងៃហ្នឹងគាត់អស់ទៅចាដល់ពេលហើយទិញតឡាចទិញអីហើយហ្នឹងមកដូចរៀងសែតដែរអស់ផ្អកហ្នឹងចង់ថតបានមួយមុខទៀតណាចឹងក៏យើងដំណើរមកទិញផ្សិតក្រៀមបងប្អូនឡើយចាប់តូបចាប់ព្រួយនេះគេលក់ផ្សិតក្រៀមចឹងទិញផ្សិតក្រៀមហ្នឹងកន្លះខាំហើយយើងដាក់យកពណ៌វាមានជាតិដូចឆ្ងាញ់ណាបងប្អូនហើយនៅបកាជាហឺហ្នឹងខ្ញុំទិញ2000ចាទិញអីហើយអស់ហ្នឹងធ្វើដំណើរត្រឡប់មកវិញបងប្អូនពួកអីយើងបញ្ញាប់មកស្លដែរយើងថ្ងៃដែរម៉ោង8ជាងហើយព្រោះនៅថតនៅអីទៀតមួយថ្ងៃហ្នឹងគឺរវល់ទៅផ្សារទិញមកហូបថតនឹងឯងដើម្បីជូនបងប្អូនទស្សនាឥឡូវធ្វើដំណើរត្រឡប់មកពីផ្សារកដាវិញបងប្អូនចង់និយាយថាស្ងោរតឡាចហ្នឹងគឺវាមានចំណុចពិសេសតិចតួចបងប្អូនដែលជួយឲ្យស្ងោរតឡាចយើងមានអស់ជីរសឈ្ងុយឆ្ងាញ់ចាឥឡូវមកដល់ផ្ទះហ្នឹងគឺពួកខ្ញុំរៀបចំហើយវាមានតឡាច1គីឡូ2ខាំបងប្អូនហើយសាច់ជ្រូកហ្នឹងយើងលាយសាច់ស្មាមុខហ្នឹង6-7ខាំហើយផ្សិតក្រៀមហ្នឹងខ្ញុំមកដល់ខ្ញុំចាក់ត្រាំមួយទឹកក្តៅអ៊ុនៗណាចាផ្សិតក្រៀមហ្នឹងខ្ញុំទិញកន្លះខាំហើយបកាជាហឺហ្នឹងទិញគេ2000មកហើយក្នុងនេះយើងមានការ៉ុតកន្លះមើមហើយនឹងដលង5កន្លះមើមហើយចំណុចពិសេសរបស់ស្ងោរតឡាចហ្នឹងគឺជីវ៉ាន់ស៊ុយបងប្អូនជីវ៉ាន់ស៊ុយហ្នឹងគឺកន្លឹះតិចតួចតែធ្វើឲ្យសម្លស្ងោរគ្រប់មុខទាំងអស់មិនតែស្ងោរតឡាចទេគឺវាមានអស់ជារសឈ្ងុយឆ្ងាញ់ចាឥឡូវហ្នឹងយើងមកហាន់សាច់ជ្រូកបងប្អូនខ្ញុំកិនវាខ្លួនឯងបងប្អូនអញ្ចឹងយើងមកហាន់វាដុំសិនយើងហាន់សាច់ជ្រូកកិនសាច់ហើយយើងប្រឡាក់សាច់ប្រឡាក់អីឲ្យអស់ហើយបានយើងមកដាក់ដាំទឹកផ្សំគ្រឿងក្រៅសម្រាប់ស្លតែបើថាបងប្អូនចង់ដាក់ដាំទឹកមុនក៏បានដែរប៉ុន្តែយើងខ្លាចតែទឹកវាពុះកជ្រោលចោលអញ្ចឹងណាកុំមកយើងហាន់សាច់ហាន់អីហើយយើងនៅកិនចាយើងកិនពេលយើងហាន់ហើយយើងដាក់វាចូលទៅក្នុងម៉ាស៊ីនក្លុកហើយយើងកិនសាច់ទាំងអស់គ្នាបងប្អូនម៉ាស៊ីនក្លុកនេះជួយយើងបានច្រើនមែនតើ
ជួបយើងកាន់រួចរាល់ហើយបងប្អូនឥឡូវហ្នឹងខ្ញុំមកលាយពូតសាច់ជ្រូកទុកឲ្យហើយបងប្អូនតែបើទៅបងប្អូនដាំទឹកទុកចោលឲ្យហើយក៏បានដែរហ្នឹងហើយឥឡូវនេះយើងមកលាយគ្រឿងហ្នឹងនៅក្នុងសាច់ជ្រូកហ្នឹងគឺខ្ញុំដាក់ខ្ទឹមចាយើងដាក់ខ្ទឹមសបងប្អូនចូលចិត្តច្រើនដាក់ច្រើនចូលចិត្តតិចដាក់តិចហើយខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចបន្ទួយបើគិតទៅប្រហែលជាមួយស្លាបព្រាកាហ្វេហើយស្ករស2ស្លាបព្រាកាហ្វេចាហើយមានប៊ីចេងហ្នឹងកន្លះស្លាបព្រាកាហ្វេបងប្អូនហើយទឹកត្រីប្រហែលជា1ស្លាបព្រាបាយបងប្អូននិងម្រេចសំខាន់យើងលាយទៅហើយយើងច្បល់សាច់ចូលគ្នាច្បល់ឲ្យវាចូលជាតិទៅហើយយើងក៏ពីច្រើននៅផ្ទះរបស់ខ្ញុំចូលចិត្តស្លសាច់ចិញ្ច្រាំហើយយើងពូតវាធ្វើដុំដូចប្រហិតចឹងណាបងប្អូនចាបងប្អូនចូលចិត្តស្លបែបមិនដែរបើបងប្អូនចូលចិត្តបែបណាចាំជួយប្រាប់ខ្ញុំផងជួយខមមិនប្រាប់ខ្ញុំផងចាឥឡូវយើងពូតសាច់ពូតអីហ្នឹងឲ្យអស់ហើយសាច់ច្រើនគួរសមដែរបងប្អូនសាច់ចូល7ទៅ8ខាំដែរហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងពូតសាច់អស់ហើយនេះយើងមកដាក់ដាំទឹកបងប្អូនដាំទឹកលឿនដែរទេខ្ញុំប្រើចក្រានអគ្គិសនីចាយើងចាក់ទឹកចូលទៅបងប្អូនយើងចាក់ទឹកចូលទៅខ្ញុំថ្លោសាច់ហើយនឹងបន្លែហ្នឹងខ្ញុំដាក់ទឹកបាយចូល1លីត្រកន្លះដែរបងប្អូនចាបន្ទាប់មកទៀតខ្ញុំមកធ្វើការដំខ្ទឹមភាគច្រើនខ្ញុំចូលចិត្តញ៉ាំខ្ទឹមបងប្អូនដំមើមខ្ទឹមហើយនឹងគល់ខ្ទឹមគល់លឹកខ្ទឹមបងប្អូនចាដំហើយយើងយកមកដាក់វានៅក្នុងឆ្នាំងស្លរបស់យើងហើយជាមួយសន្ទុះទៀតទេបងប្អូនហើយពុះតែម្ដងលឿនជាក្រានអគ្គិសនីចាហើយនេះក៏ជាចំណុចឈ្ងុយឆ្ងាញ់មួយដែរយើងមានផ្សិតក្រៀមហ្នឹងដើម្បីបន្ថែមនៅក្នុងស្ងោរតឡាចរបស់យើងបងប្អូនអញ្ចឹងខ្ញុំត្រាំវាយូរដែរហើយប្រហែលជា7 ម៉ោងអីដែរអញ្ចឹងយើងមកហាន់វាតូចមកចាហើយយើងដោយសារផ្សិតវាក្របហុយដែរអញ្ចឹងយើងដាក់វាចោលរងាស់ជាមួយនឹងលឹកខ្ទឹមគល់ខ្ទឹមមើមខ្ទឹមនឹងហ្មងចាហើយនិយាយទៅគឺថាស្ងោរតឡាចមួយឆ្នាំងនេះគឺរសជាតិញាក់សាច់បងប្អូនហើយនេះគឺបង្គាហើយនឹងចាហ៊ឺចាបង្គាចាហ៊ឺណាចាខ្ញុំមកធ្វើការអានច្រាមបកាដែរបងប្អូនយើងហាន់ចាហ៊ឺយើងច្រាមបកាដែរហើយយើងដាក់ចូលក្នុងឆ្នាំងស៊ុបរបស់យើងហើយនេះគឺជាចំណុចពិសេសនៅក្នុងស្ងោរតឡាចរបស់យើងបងប្អូនគឺតកតងទៅនឹងគល់របស់ជីវ៉ាន់ស៊ុយចាគល់ជីវ៉ាន់ស៊ុយហ្នឹងយើងមកហាន់យកគល់របស់ជីវ៉ាន់ស៊ុយហ្នឹងយើងយកវាទៅបុកបងប្អូនចាគល់ជីវ៉ាន់ស៊ុយហ្នឹងយើងបុកចាគល់របស់ជីវ៉ាន់ស៊ុយហ្នឹងយើងយកវាមកបុកជាមួយនឹងខ្ទឹមសបងប្អូនប៉ុណ្ណឹងសិនចាំចានេះបងប្អូនអញ្ចឹងយើងបុកនេះចំណុចពិសេសដែលយើងជំរាបបងប្អូនអញ្ចឹងនៅក្នុងស្ងោរតែពិតមិនមែនតែស្ងោរតឡាចទេគ្រប់ប្រភេទស្ងោរទាំងអស់យើងបុកគល់ជីវ៉ាន់ស៊ុយហ្នឹងហើយយើងលាយជាមួយខ្ទឹមសបុកជាមួយនឹងម្រេចបងប្អូនចាហើយយើងយកវាទៅរោយបងប្អូនចង់រោយពេលស្ងោរឆ្អិនហើយក៏បានរោយទុកមុនក៏បានដើម្បីវាកាត់ជាតិឆ្អាបចាឥឡូវនេះគឺថាដល់វគ្គមកកាត់តឡាចឯងបងប្អូនឲ្យតាក់ទងនឹងតឡាចចង់ចែករំលែកចំណុចពិសេសមួយចំនួនដែរបើសិនបើបងប្អូនពុះតឡាចមកតឡាចរបស់យើងវាចាស់ចាបើសិនតឡាចយើងចាស់បងប្អូនចិត្តស្នូកដាលចេញទៅដើម្បីអីអត់សូវឆ្ងាញ់ទេបើយើងដាក់ស្នូកដាលតែនេះតឡាចរបស់ខ្ញុំខ្ចីហ្មងបងប្អូនពុះមកឡើងខ្ចីអញ្ចឹងយើងអត់មានចាំបាច់ពុះជ្រៀកស្នូកដាលចេញទេចាអញ្ចឹងក៏ការស្ងោរតឡាចហ្នឹងពេលខ្លះវាមានចំណុចពិសេសតិចនឹងដែរបងប្អូនជាចំណុចមួយដែលគួរចែករំលែកជូនបងប្អូនទស្សនាទាំងអស់គ្នានឹងហើយអញ្ចឹងយើងមកធ្វើការហាន់តឡាចចិត្តរួចរាល់ហើយចុះពីហាន់តឡាចហើយក្នុងស្ងោរតឡាចរបស់ខ្ញុំហ្នឹងខ្ញុំលាយមានការ៉ុតតិចដែរបងប្អូនចាវាកាន់តែឆ្ងាញ់វាមានជាតិដូចស៊ុបអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំមកធ្វើការហាន់ការ៉ុតជាចំណិតដុំមកចាក្នុងនោះខ្ញុំមានការ៉ុតមួយចាហៀងតែការ៉ុតហ្នឹងធំដែរបងប្អូនយើងសល់ពីស្ងោរស៊ុបទុកឲ្យបងថ្លៃគាត់កូនខ្ចីហ្នឹងគេច្រើនតែមានការ៉ុតមានដលងប្រាំងអីអញ្ចឹងណាចានេះយើងកាត់ដលងប្រាំងជាដុំសិនបងប្អូនវិញជំរាបបងប្អូនបែរជានិយាយច្រឡំដលងប្រាំងថាការ៉ុតថាដលងប្រាំងដោយសារវាត្រូវមានការ៉ុតឯនឹងដលងប្រាំងណាហ្នឹងហើយបងប្អូនអញ្ចឹងបន្ទាប់មកការ៉ុតយើងហាន់វាស្ដាងមកចាហើយពីមុខហ្នឹងក៏ជាជំនួយមួយជួយឲ្យពណ៌
ក្នុងស៊ុបតឡាច់របស់យើងវាមិនស្លែតពេកចាហ្នឹងហើយអញ្ចឹងអានេះរួចរាល់ហើយយើងហាន់ការ៉ុតហាន់អីហើយអស់ឥឡូវនេះខ្ញុំមកហាន់ស្លឹកជីវ៉ាន់ស៊ុយដែលយើងសល់ហើយនឹងស្លឹកខ្ទឹមយើងហាន់ទុករយដើម្បីពេលសឡយើងឆ្អិនណាយើងរយពីលើទៅទឹកស៊ុបរបស់យើងវាកាន់តែឈ្ងុយឆ្ងាញ់បងប្អូនចាអញ្ចឹងឥឡូវនេះដល់ពេលមកផ្សំគ្រឿងទាំងអស់គ្នាចាឲ្យតាក់ទងទៅនឹងស្ងោរតឡាច់បងប្អូនខ្ញុំគិតថាមិនជារឿងលំបាកអីក្នុងការស្លទេបងប្អូនខ្លះក៏គាត់ស្លងាយស្រួលអញ្ចឹងទៅតែគាត់យើងមានកលឹះតិចតួចត្រូវតែរំលែកជូនបងប្អូនតាក់ទងទៅនឹងគល់ជីវ៉ាន់ស៊ុយហ្នឹងណាបងប្អូនគឺស្លយើងឈ្ងុយមែនតែនចាឥឡូវនេះយើងដល់វគ្គមកដាក់តឡាច់ចូលទាំងអស់គ្នាបងប្អូនពេលដែលយើងដាក់តឡាច់ដាក់អីហើយបានយើងដាក់គ្រឿងទឹកត្រីអំបិលប៊ីចេងស្ករអញ្ចឹងណាបងប្អូនចាយើងទុកវាឲ្យពុះមកសន្ទុះដែរដើម្បីឲ្យតែកុំឲ្យវាលួយតឡាច់ពេកអត់ឆ្ងាញ់ទេចាឥឡូវនេះខ្ញុំចាប់ផ្ដើមទឹកស៊ុបពុះអស់ហើយខ្ញុំដាក់សាច់ជ្រូកច្រាមដែលខ្ញុំបានពូតទុកកាលពីដើមវីដេអូហ្នឹងយើងដាក់ចូលទៅក្នុងឆ្នាំងសម្លហើយយើងរងចាំឲ្យសាច់វាឆ្អិនមកសន្ទុះធំដែរណាបងប្អូនចាហើយក្នុងហ្នឹងខ្ញុំបានដាក់គ្រឿងក្រៅខ្លះចូលទៅក្នុងសាច់ជ្រូកដែរតែវាអត់សូវជាប្រៃអីខ្លាំងអីចឹងបងប្អូនផ្សំគ្រឿងតាមការចូលចិត្តចាស់សម្រាប់ខ្ញុំដាក់ប៊ីចេងកន្លះស្ព្រាខ្ញុំថែមម្រេច2ស្បៀកាហ្វេទៀតបងប្អូនហើយបន្ទាប់មកបងប្អូនភ្លក់មើលទៅណាថារសជាតិបងប្អូនចូលចិត្តបែបណាអញ្ចឹងយើងអាចថែមស្ករសបន្តិចទៅឬក៏បងប្អូនមិនពិសាស្ករឬទួទានស្ករទេបងប្អូនមិនបាច់ដាក់ទេបងប្អូនចាំរងាស់ឲ្យវាចេញជាតិពីការ៉ុតនិងតឡាច់ក៏បានដែរវាកាន់តែឆ្ងាញ់ទៀតដល់បងប្អូនថែមស្ករបន្តិចទៀតទៅក៏បានទៅតាមការចូលចិត្តអញ្ចឹងណាហើយបន្ទាប់មកខ្ញុំក៏មានដាក់ទឹកត្រីហើយនិងអំបិលចូលទៅក្នុងសម្លរបស់យើងដែរបងប្អូនហើយយើងកូរហើយយើងភ្លក់មើលទៅបងប្អូនចូលចិត្តរសជាតិបែបណាបងប្អូនដាក់តាមតម្រូវការនិងការចូលចិត្តញ៉ាំតាមក្រុមគ្រួសាររបស់បងប្អូនគ្រប់គ្នាបានប៉ុន្តែបងប្អូនចំណុចពិសេសដែរនៅពេលដែលទឹកស៊ុបយើងពុះណាបងប្អូនដួសពពុះកែមនឹងចេញផងជាទូទៅមិនថាស្ងោរឬក៏ម្ជូរទេពេលដែលវាមានឡើងពពុះហ្នឹងយើងស្រង់វាចេញផងចាហើយយើងភ្លក់មើលទៅឃើញថារសជាតិប៉ុណ្ណាដែលបងប្អូនពេញនិយមចូលចិត្តហើយចាអញ្ចឹងយើងក៏ដួសដាក់ចានហើយមកអញ្ជើញបងប្អូនទទួលទានស្ងោរតឡាច់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាយើងភ្លក់តាមការចូលចិត្តរបស់យើងរៀងៗខ្លួនណាបងប្អូនចាអញ្ចឹងវិធីសាស្ត្រនៅក្នុងការស្ងោរតឡាច់របស់យើងនៅពេលនេះគឺបានរៀបរាប់ជូនបងប្អូនទស្សនាដល់ទីបញ្ចប់ហើយពិតជាអរគុណបងប្អូនមែនទែនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំហើយសូមជូនពរបងប្អូនសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារផងដែរអរគុណជម្រាបលាបងប្អូន